ទឹកចិត្តរបស់លោកឪពុកម្ដាយធំធេងណារកអ្វីស្មើគុំគ្មានទេពីទឹកចិត្តរបស់លោកឪពុកម្ដាយរហូតដល់គ្រូទៅទៀតណាទឹកចិត្តរបស់លោកឪពុកម្ដាយរកអ្វីស្មើគ្នាណាឪពុកម្ដាយតែងតែលើកទឹកចិត្តកូនគ្រប់រូបអស់មិនឲ្យទៅធ្វើនៅអំពើអាក្រក់ផ្សេងណាអត់ឲ្យធ្វើអាក្រក់គឺឲ្យទៅតាមគន្លងធម៌នៃព្រះសម្មាសម្ពុទ្ធនឹងឯងណារហូតទៅដល់ខ្លាចកូននឹងល្ងងខ្លៅខ្លាចកូននឹងដើរទៅពាលាអវាសែហើយខ្លាចកូនដើរខុសក្នុងសង្គមណានេះគឺទឹកចិត្តលោកឪពុកម្ដាយហើយមិនត្រឹមប៉ុណ្្នឹងទៀតគឺស្អុយឈ្មោះស្អុយគេឈ្មោះគ្រប់ឧបសគ្គដើម្បីឲ្យកូនបានទៅសិក្សារៀនសូត្រទៅតាមជំនាញរបស់ខ្លួនពួកគាត់យល់ថាការសម័យគាត់មិនបានសូវរៀនដិតដល់ទេមិនបានរៀនដិតដល់ចឹងគាត់បីខ្លាចកូនល្ងងខ្លាចកូននឹងខុសគន្លងនៅក្នុងសង្គមបានជាឲ្យកូននឹងសិក្សារៀនសូត្រហើយបើជាឪពុកម្ដាយខ្លះបើសិនជាបានឃើញកូនសុំទៅសាបបួសសិក្សារៀនសូត្រនឹងម្ដាយប្របីណាស់ណាហើយបើសិនជាកូនបានសិក្សារៀនសូត្រទៅអត់មានទុក្ខអត់មានរោគអត់មានជំងឺអីបៀតបៀនបានរត់តែប្រសើររត់តែសប្បាយចិត្តចំពោះកូនហ្នឹងគឺទឹកចិត្តអ្នកម្ដាយញោមទឹកចិត្តអ្នកម្ដាយទោះជាកូនខុស1000 ដងយ៉ាងណាក៏នៅតែកូនខឹងតែផ្លែតទេណាខឹងតែផ្លែតនេះជាទូនាទីរបស់លោកឪពុកម្ដាយគឺអត់មានអីទេគឺឲ្យតែកូនរៀនអត់តែកូនសូត្រទេអត់មានគិតអីទៅខ្វាយខ្វល់អីរឿងផ្សេងទេណាញាតិញោមហ្នឹងគឺទឹកចិត្តអ្នកម្ដាយបានជាអ្នកប្រាជ្ញតែងពោលថាម៉េចអូមិនរសាយរហូតមរណាខ្លួនកាន់តែចាស់ចិត្តនៅមេត្តាបំពេញឧបេក្ខាករណាដល់កូនទឹកនៃឪពុកម្ដាយ
มันមានសប្បាយដល់មកឲ្យខ្លួនខំតែធ្វើការរកប្រាក់សំសួនបានមកមួយចំនួនឲ្យកូនរៀនបន្តទឹកនៃឪពុកម្ដាយពិបាកនៃការប្លង់ថ្លែងណាហើយការប្លង់ថ្លែងរឿងនៃឧបសគ្គទាំងឡាយនោះគឺផ្លែកូនដើរខុសនៅក្នុងសង្គមបើសង្គមតម្រូវឲ្យសាងនៅសេចក្តីល្អហើយកូនរបស់គាត់នឹងធ្វើតាមចឹងទៅគាត់សប្បាយចិត្តគាត់រីករាយគាត់ត្រេកអររហូតទៅដល់មានអាយុវែងទៀតហ្នឹងហើយយ៉ាងណាមិញក៏ដោយដូចជាក្នុងពេលនេះវាដើមនឹងវិទ្យាឃើញកូនបានសិក្សារៀនសូត្រដូចជាបាទយ៉ាងណាស្ដីក៏គាត់ស៊ូហត់ស៊ូនឿយស៊ូណាយឃើញញាតិញោមកូនបានមកសិក្សារៀនសូត្រទៅស្ដាប់ពាក្យព្រានបដៅរបស់លោកគ្រូអ្នកគ្រូបាអាចារ្យអីចឹងទៅក៏មកតែម្ដាយលោកឪពុកនោះហត់ទាំងយប់ទាំងថ្ងៃណាទាំងយប់ទាំងថ្ងៃមិនដឹងពិបាកយ៉ាងណាទេទី1បារម្ភពីកូនខ្លាចកូនមានទុក្ខមានរោគមានភ័យនៅឧបសគ្គទាំងឡាយណាមួយអញ្ចឹងតែតែភ័យបារម្ភណាចំពោះឪពុកអ្នករត់ម៉ូតូដុកវិញទោះជាផ្លូវអាក្រក់ទាំងឡាយដែលមិនទាន់មានកើតឡើងទោះជាគេថាយ៉ាងម៉េចអីយ៉ាងម៉េចក៏ទឹកចិត្តរបស់លោកឪពុកជួនកាលទៅអស់សាំងតាមផ្លូវជួនកាលទៅណាកូចតាមផ្លូវអន្តាយុគថាត្រៀតនៅលោកឪពុករបស់កូនដែលមានរថម៉ូតូដុកយកអ្នករស់ស៊ីអ្នករកទទួលទានក៏អញ្ចឹងដែរមួយថ្ងៃចំណេញក្បាលកាក់បន្តិចបន្តួចដូចស្ដានគេនិយាយពីចេះមួយទៅចេះពីរអញ្ចឹងទៅមិនចេះអត់ទេណាហើយចំពោះកូនហត់តែរៀនញោមចឹងគេសូមឲ្យកូនប្រឹងប្រែងនៃការសិក្សារៀនសូត្រ